Rương bờ rọ đầy khung xà la Mini tiên mùi đầm nào thà miền bờ rọ mà nè đầy lụa lơ xà la miền cho mà nè lụi cổ kê đánh vi rốt từ căn xà la nu ai bờ rọ đài đầy lơ xà la nhẹ làng khơi chào nu có chọc tới chạp bàn lúc mà cha tô cô tam từ toàn cho prap từ mà cha cổ thà cháu ni anh lụi cô nè bờ rọ đầy lơ xà la thà cháu anh lụi cô kê anh chạp bàn ta mà đích có tha anh lùi từ vinh ai mà chả cô khơi được chứ nâng chấp tại mùi khai rơi từ lơ nẹ đai phùng mến trao từ chấp từng pi từ đăng trả crom chùm nông picharana từ khơi thả miền bịประกายใจគ្នាទៅវិញទៅមកស្មើគ្នាពុំលឹះម្ខាងពុំអាចជំនុំជម្រះកាត់សេចក្តីនេះបានក៏នាំឡើងទៅគាល់ព្រះមហាក្សត្រតាមដំណើរនោះព្រះមហាក្សត្រទ្រង់ព្រះចិន្តាវិចារណាហើយក៏យកចៅទាំងពីរនាក់នោះទៅចងឲ្យមុខខាំឲ្យអាមាត្យទៅលបស្ដាប់ចាំពាក្យចៅទាំងពីរនោះឯបរោះដេកលើសាលានោះថាព្រោះតែឯងជាចោរលួចគោគេបានតែគេចងអញឲ្យមុខខាំចោរថាអញលួចមែនតែអ្នកឯងដេកសុកម្ដេចក៏មកចាប់អញព្រោះតែចៅចាប់អញបានជាគេចាប់ចងទាំងអញទាំងឯងបើចៅកុំចាប់អញប្រហែលជាគេមិនចាប់ចងដូចនេះទេចៅនឹងបន្ទោសអ្នកណាអាមាត្យក៏កត់តាមដំណើរពាក្យចៅទាំងពីរនាក់ហើយនាំទៅការបន្ទូលព្រះមហាក្សត្រទ្រង់មានព្រះបញ្ជាឲ្យពីនៃ1ជា4ឲ្យយកទ្រព្យដើមចេញហើយចែកប្រយាពីនៃនោះជា3ភាគ1ឲ្យទៅម្ចាស់គោភាគ2ឲ្យទៅចៅដែលដេកលើសាលាចាប់បានចោលនោះដោយទ្រង់យល់ថាព្រោះតែបរិះនោះចាប់ជាប់ទើបម្ចាស់គោតាមតាន់ហេតុនេះត្រូវឲ្យបានកាយាពីនៃ2ភាគព្រះមហាក្សត្រទ្រង់កាត់សេចក្តីប្រកបដោយសុចរិតធម៌ដូច្នេះហើយបរិះទាំងនោះក្រាបបង្គំនាំគ្នាលាទៅផ្ទះអាត្មាទីតីហង